សួស្តីបងប្អូនដល់គ្នាថ្ងៃនេះសូមបង្ហាញពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងនិងការថែទាំទៅលើមេជ្រូកហើយនិងកូនជ្រូកដែលអ្វីបងប្អូនបានឃើញអញ្ចឹងនេះជាពូជជ្រូកស្រែបងប្អូននៅខាងព្រៃវែងដែលគាត់ចិញ្ចឹមជាលក្ខណៈបែបហ្នឹងដូចនៅក្នុងវីដេអូអញ្ចឹងគឺគាត់ចងខ្សែដោយសារតែគាត់អត់មានទ្រង់ធ្នើសម្រាប់ឲ្យមេកើតកូនហើយនិងកូនវាដេកអញ្ចឹងការគ្រប់គ្រងរបស់គាត់គឺគាត់ចងខ្សែឲ្យដេកនៅលើសាបហើយដូចអ្វីដែលបងប្អូនបានឃើញអញ្ចឹងគឺកូនជ្រូកនេះជាលក្ខណៈជ្រូកស្រែហើយសូម្បីតែលិមួកវាគឺគាត់ប្រើជាលក្ខណៈកតុកដែលគ្រើមដូចជាលីងកាមឬក៏ស្រូវកិនជាដើមអញ្ចឹងណាអានេះគឺជាលក្ខណៈចិញ្ចឹមដាច់តម្លៃរបស់បងប្អូននៅខាងខេត្តព្រៃវែងតែអ្វីដែលសំខាន់ខ្ញុំចង់បង្ហាញជូនបងប្អូនត្រង់នេះគឺបងប្អូនត្រូវកត់សម្គាល់ថានៅពេលដែលកើតកូនហើយមេជ្រូកសំខាន់បំផុតគឺត្រូវចាក់ថ្នាំផ្សះដូចជាពពួកសងតាមុខឬក៏អាមុខហើយសម្រាប់កូនជ្រូកកើតបាន2ថ្ងៃបងប្អូនត្រូវចាក់ពពួកជាតិដែកដើម្បីឲ្យវានឹងកុំឲ្យវាស្លេកស្លាំងហើយនឹងបង្កើតគ្រាប់ឈាមខរបស់វាហើយនៅពេលអាយុ10ថ្ងៃបងប្អូនអាចនឹងគ្រាវបានហើយសម្រាប់កូនជ្រូកណាប៉ុន្តែអ្វីសំខាន់នៅក្នុងហ្នឹងគឺអាយុប្រហែលជា7ថ្ងៃបងប្អូនអាចបរៀនឲ្យវាចេះស៊ីចំណីទៅដើម្បីវាបន្ថែមសារធាតុចិញ្ចឹមក៏ដូចជាកាត់បន្ថយការពឹងផ្អែកទៅលើទឹកដោះមេព្រោះជ្រូកដែលមានរាងស្គមបែបនេះគឺវាប្រឈមនឹងបញ្ហាខ្វះទឹកដោះម្លងពេលដែលចាប់ពី10ថ្ងៃឡើងទៅវានឹងអាចប្រឈមនឹងការខ្វះទឹកដោះហើយអញ្ចឹងបើសិនជាបងប្អូនគ្រប់គ្រងមិនឲ្យវាចេះស៊ីចំណីតាំងពីអាយុ7ថ្ងៃទេគឺនឹងចោតមានបញ្ហាកូនជ្រូកផ្ដាច់ទៅគីឡូវាអត់ចំស្តង់ដារ6ទៅ8គីឡូអាចនឹង3ឬក៏4គីឡូហើយបន្ថែមពីនេះគឺបងប្អូនត្រូវផ្ដល់ចំណីដែលល្អសម្រាប់មេជ្រូកហើយបើសិនជាមានជាចម្ងល់ឲ្យបងប្អូនអាចតាក់ទងតាមទូរស័ព្ទលេខនៅក្នុងវីដេអូនេះបានបាទអរគុណច្រើនបាទ